បងប្អូននេះគឺជាគ្រឿងតុបតែងសម្រាប់បងប្អូនដែលមានកម្រងរៀបចំហាងរៀបចំទីតាំងសម្រាប់ទទួលសាទរនៅឱកាសឆ្នាំថ្មីពិធីបុណ្យចូលឆ្នាំខ្មែរបងប្អូនអាចជ្រើសរើសបានយើងមានច្រើនប្រភេទមែនតើនៅក្នុងហាងយើងមានជាគោមពូបែបនេះនិយាយទៅតម្លៃវាធូរថ្លៃមែនតើបងប្អូនដូចគោមពូនេះវិញមួយតែ10000ជាងទេវាមានតូចមានធំអីចឹងណាហើយក្នុងនោះយើងក៏មានជាប្រភេទមួកឲ្យមួកនេះនិយាយទៅវាមានច្រើនសាយប៉ុន្តែបងប្អូនដែលដូចថាត្រូវការយកតែមួកមួយដេគ័រហ្មងយើងដាក់មួកហើយយើងដាក់កូនរត់តូចជុំវិញមួកនេះក៏បានដែរហើយអ្វីដែលសំខាន់បងប្អូននេះយើងមានសាយតូចមួយទៀតសាយតូចនេះគឺយើងមកល្មមដូចថាកន្លែងខ្លះយើងទីតាំងយើងតូចយើងប្រើតូចចេះមកចាហើយក៏យើងមានជាមួកស្លឹកត្នោតរងណាមួកស្លឹកត្នោតចាយើងមានមួកស្លឹកត្នោតមួកស្លឹកចាមួកស្លឹកបែបនេះគឺអូយបងប្អូនឯងនេះឃើញទេស្អាតមែនតើនិយាយទៅបងប្អូនអាចជ្រើសរើសឈុតដែលបងប្អូនស្រឡាញ់សម្រាប់យកទៅដាក់រៀបចំតុបតែងក្នុងហាងក្នុងអីក៏បានដែរបងប្អូននេះមិនចាំបាច់តចូលឆ្នាំឬក៏កម្មវិធីផ្សេងទេប៉ុន្តែធម្មតាក៏យើងអាចតុបតែងនៅក្នុងហាងយើងលម្អយើងអាចដាក់ប្រើជាអំពូលភ្លើងឬមួយក៏យើងអាចរៀបចំបែបខ្មែរធ្វើមិនដូចថាបងប្អូនខ្លះក៏មកតែអីវ៉ាន់ហាងខ្ញុំគាត់ថាពេលខ្លះគាត់ចង់តុបតែងផ្ទះឬក៏ចក្រានបាយគាត់បែបខ្មែរបែបមើលទៅពេលគាត់មកពីធ្វើការវិញហត់គាត់ចូលទៅក្នុងផ្ទះទៅគឺគាត់ទទួលបានអារម្មណ៍សម្រាកបន្ទាប់ពីបំពេញការងារពេញមួយថ្ងៃអញ្ចឹងណាបងប្អូនហើយក្នុងនោះផងដែរយើងក៏មានជាហឹបលពាក់បែបនេះបងប្អូនជាជាលបែបនេះបងប្អូនអាចយកទៅដាក់ជាអីវ៉ាន់ឬមួយក៏បងប្អូនអាចយកទៅខ្លះក៏ដាក់នៅក្រោយគូតម៉ូតូបងប្អូនគឺគាត់ចងនៅគូតម៉ូតូគាត់ហ្នឹងគឺសម្រាប់ដឹកជញ្ជូនអីវ៉ាន់ឲ្យភ្ញៀវតែម្ដងគឺគាត់អត់ប្រើជាថង់ផ្លាស្ទិកឬមួយក៏អាកន្ត្រកជ័រនោះគឺគាត់ប្រើបែបជាអញ្ចឹងបងប្អូនអាចមកមើលបាននៅហាងយើងមានជាថង់ជាលពាក់បែបនេះគឺខ្ញុំកំងមកសម្រាប់បងប្អូនដែលគាត់យកទៅប្រើប្រាស់ចងនៅម៉ូតូឬក៏ដាក់ជាកៅអៅក៏បានដែរហើយក្នុងនោះផងដែរយើងក៏មានជាជាលជាលមិនអានេះគេហៅថាស្មុកសម្រាប់ដាក់នំដាក់អីចឹងបងប្អូនតែបងប្អូនយើងគាត់កំងសម្រាប់ដាក់ជាសភៅគឺគាត់រៀបអំណោយសម្រាប់ហ្វេនរបស់គាត់សភៅអញ្ចឹងគាត់ចេះរើសយកស្មុកខ្មែរយើងគឺត្រូវមែនតើគឺគាត់ចំណាយអស់តិចហើយគាត់បានស្មុកមួយដាក់បានសភៅ3ក្បាលហើយស្មុកហ្នឹងគាត់អាចចងជាបូជាអីផ្សេងទៀតដែលគាត់កំងច្រើនណាបងប្អូននោះតុកបេនៅខាងក្រោយអញ្ចឹងបងប្អូនអាចមើលទៅអីវ៉ាន់ណាដែលបងប្អូនចង់បានបងប្អូនមកមើលផ្ទាល់ឬមួយក៏បងប្អូនកំងតាមឆាតឬមួយក៏បងប្អូនអាចកក់យើងទុកមុនពេលថ្ងៃចូលឆ្នាំខ្មែរមកដល់ព្រោះតាគៀកចូលឆ្នាំខ្មែរគឺអីវ៉ាន់ណែនតែម្ដងហើយអរគុណបងប្អូនសម្រាប់ការឆាតកំងទិញឬមួយក៏បងប្អូនមកផ្ទាល់ពីព្រោះពេលបងប្អូនគាត់កំងតាមឆាតទៅអីវ៉ាន់យើងផ្ញើទៅគឺធានាតែម្ដងហើយជាទូទៅបងប្អូនមានការឆ្លើយតបមកវិញដែរគឺគាត់ពេញចិត្តជាមួយនឹងអីវ៉ាន់ដែលយើងដាក់ផ្ញើទៅនិយាយទៅពីហាងខ្ញុំធានាពេលអីវ៉ាន់ខ្ញុំដាក់ចេញទៅគឺខ្ញុំពិនិត្យមើលបើសិនជាមានការខ្វះខាតអីគឺយើងអត់ដាក់ឲ្យភ្ញៀវទេដើម្បីជាទំនុកចិត្តជូនទៅដល់ភ្ញៀវរបស់យើងអរគុណ